បាទគោរពសួស្តីដល់បងប្អូននិងប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទគេស្ដាប់រឿងនិទានវិលត្រឡប់ជាមួយនឹងសាច់រឿងរ៉ាវថ្មីម្ដងទៀតហើយសង្ឃឹមថាបងប្អូននិងប្រិយមិត្តទាំងអស់គ្នាជួយចុចសញ្ញាជាវនៅក្រោមវីដេអូរបស់ admin ម្នាក់មួយផងដើម្បី admin មានកម្លាំងចិត្តសម្រាប់រឿងចែកជូនបងប្អូនជាបន្តបន្ទាប់អញ្ចឹងយើងកុំឲ្យវែងឆ្ងាយច្រើននេះជាបារមីខ្សែចង្កេះដែលកងទ័ពនៅតាមជួរមុខឬមួយតាមជួរព្រំដែនដែលគាត់នឹងការពារខ្លួនពីការច្បាំងពីសត្រូវទៅវិញទៅមកខ្សែចង្កេះបានការពារខ្លួនទាហានខ្មែរនៅជួរមុខនៅតាមជួរមុខនៃមាតុភូមិដល់ក្តៅកគុកតាមព្រំដែនកម្ពុជាជាមួយថៃមានរឿងរ៉ាវដល់អស្ចារ្យមួយដែលនៅតែគេបាននិយាយប្រាប់គ្នាពីចំនួនមួយចំនួនទៅមួយចំនួននោះគឺជារឿងរ៉ាវរបស់ទាហានខ្មែរយើងម្នាក់គឺឈ្មោះច័ន្ទដែលបានប្រើបារមីខ្សែចង្កេះដែលបានពីឪពុកនិងម្ដាយរបស់គាត់បានធ្វើឲ្យគាត់ការច្បាំងគ្នាបិទបាំងខ្លួនឬមួយបាញ់មិនមុតដើម្បីការពារខ្លួនរបស់គាត់នៅក្នុងមាតុភូមិខ្សែចង្កេះនោះមិនមែនជាអាវុធធម្មតានោះទេប៉ុន្តែជាខ្សែចង្កេះដែលគេប្រសិទ្ធិដែលផ្ទុកទៅដោយសេចក្តីជំនឿនិងសេចក្តីស្រឡាញ់និងការបួងសួងពីឪពុកម្ដាយរបស់គាត់កំណើតនៃខ្សែចង្កេះដែលបានប្រសិទ្ធិឲ្យច័ន្ទយកទៅប្រើប្រាស់ជាយុវជនម្នាក់ដែលកើតនៅភូមិតូចមួយនៅខេត្តបាត់ដំបងគាត់ជាកូនប្រុសច្បងនៅក្នុងក្រុមគ្រួសារកសិករដែលមានជីវភាពគឺធម្មតាជាមធ្យមឪពុកម្ដាយរបស់គាត់ឈ្មោះតាសុកនិងយីសំជាអ្នកជំនឿជឿលើបារមីនៃពុទ្ធសាសនានិងជំនឿលើបុរាណនៅក្នុងពេលដែលច័ន្ទត្រូវបានគេហៅទៅបម្រើជាទាហានការពារជាតិការពារទឹកដីកម្ពុជានិងមាតុភូមិនៅតាមព្រំដែនកម្ពុជាជាមួយថៃឪពុកម្ដាយរបស់គាត់មានទុក្ខកង្វល់យ៉ាងខ្លាំងជាមួយគាត់ខ្លាំងណាស់មិនដឹងថាធ្វើយ៉ាងម៉េចទេនេះជាការងាររបស់គាត់ដើម្បីមកបម្រើជាតិពួកគាត់ខ្លាចកូនមិនវិលត្រឡប់មកវិញហើយកូនរបស់គាត់ជាទីស្រឡាញ់តែម្នាក់គត់ជាពួកគាត់ទៀតពួកគាត់ខ្លាចថាចាស់នឹងមិនត្រឡប់មកវិញអញ្ចឹងហើយគាត់បានទៅរកព្រះសង្ឃនៅក្នុងវត្តដើម្បីឲ្យធ្វើខ្សែចង្កេះដើម្បីការពារច័ន្ទលោកតាសុកនិងលោកជីសំបានសម្រេចចិត្តធ្វើខ្សែចង្កេះហើយនឹងប្រសិទ្ធិមួយសម្រាប់គាត់ពួកគាត់បានទៅជួបជាមួយនឹងព្រះសង្ឃនៅក្នុងវត្តហើយនៅតាមភូមិដែរដើម្បីសុំការបួងសួងនិងធ្វើពិធីអស់រយៈពេលចូលជិត3ថ្ងៃវាពិតជាមិនធម្មតានោះទេខ្សែចង្កេះច័ន្ទនេះបាញ់ក៏មិនមុតដុតក៏មិនឆេះដែរគឺខ្សែចង្កេះនឹងខ្សែចង្កេះនោះត្រូវបានធ្វើពីក្រណាត់ដំបាញហើយនឹងប្រសិទ្ធិដែលត្រូវធ្វើសរសេរនឹងដោយយ័ន្តអក្សរនៅក្នុងក្រដាសនឹងបានបួងសួងឲ្យព្រះសង្ឃ
យ៉ាងកំពុងខ្ពស់លោកតាសុកបានប្រាប់ច័ន្ទថាកូនឯងត្រូវចងចាំខ្សែនេះនៅចង្កេះជាខ្សែកថាមួយសម្រាប់ការពារហើយកុំឲ្យវាផុតពីខ្លួនឡើយណាកូនណានេះជាខ្សែចង្កេះឪពុកម្ដាយបានឲ្យព្រះសង្ឃប្រសិទ្ធិនិងគុណម្ដាយនិងគុណឪពុកឲ្យជួយថែរក្សាកូននិងការពារពីគ្រោះថ្នាក់ទាំងឡាយណាកូនមាតុភូមិនៅតាមព្រំដែននៅឆ្នាំ2011មាតុភូមិនៅតាមតំបន់ប្រាសាទព្រះវិហារបានផ្ទុះឡើងយ៉ាងក្តៅគគុកច័ន្ទត្រូវបានបញ្ចូលទៅប្រយុទ្ធនៅជួរមុខជាមួយកងទ័ពខ្មែរផ្សេងទៀតជាច្រើនអ្នកគាត់បានខ្សែចង្កេះនោះនៅជាប់នឹងចង្កេះរបស់គាត់ជានិច្ចតែម្ដងមិនអោយខ្សែចង្កេះនៅឆ្ងាយនោះឡើយតាំងពីគាត់ពាក់រហូតមកពីផ្ទះពេលដែលគាត់បានទៅច្បាំងគាត់បានលើកដៃបន់ស្រន់ទៅដល់ឪពុកម្ដាយឬមួយបានល្មីខ្សែចង្កេះឲ្យជួយការពារគាត់ដោយមានជំនឿជឿថាវាជាការពារលើខ្លួនរបស់គាត់បាននៅក្នុងមាតុភូមិដល់សាហាវនោះកងទ័ពថៃបានបើកការវិលុបប្រហារដោយកំភ្លើងនិងអាវុធនិងក្របែកជាច្រើនយ៉ាងធ្ងន់កគុកតែម្ដងនិងអាវុធធ្ងន់ទាហានខ្មែរជាច្រើនអ្នកក៏បានរងរបួសអ្នកខ្លះទៀតក៏ពលីជីវិតនៅលើទឹកដីមាតុភូមិមិនអោយជនជាតិថៃឈ្លានពានទៅលើប្រាសាទព្រះវិហារឬមួយលើទឹកដីរបស់ខ្មែរបានឡើយម្នាក់ខំសុតស្វែងច្បាំងតទល់គ្នាទៅវិញទៅមកចំណែកឯទាហានថៃនោះវិញការរងរបួសនិងស្លាប់បាត់បង់អាយុជីវិតគឺច្រើនណាស់តែចំណែកខ្មែរគឺវាមិនច្រើនដូចនៅខាងគេទេយើងខ្លះក៏រងរបួសអ្នកខ្លះក៏ពលីជីវិតបន្តិចបន្តួចតែអេដមីនក៏សូមអរគុណទៅដល់វីរៈបុរសកងទ័ពដល់អង្គអាចដែលបានជួយការពារទឹកដីមាតុភូមិរបស់យើងឲ្យនៅជាប់ជានិច្ចប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺច័ន្ទហាក់ដូចជាមានបារមីមួយដែលធ្វើឲ្យគាត់អាចរួចផុតពីគ្រោះថ្នាក់នៅក្នុងមាតុភូមិមួយគាត់បាននៅជួរមុខហើយកងទ័ពថៃបានបាញ់គ្រាប់កំភ្លើងជាច្រើនមកលើជំរុំរបស់គាត់ជាច្រើនអ្នកនឹងគ្រាប់បែកប៉ុន្តែអស្ចារ្យណាស់គ្រាប់បែកទាំងនោះហាក់ដូចជាមិនទុះឲ្យសោះពេលនៅជិតគាត់ឬមួយនៅលើប្រាសាទគឺមិនផ្ទុះតែម្ដងផ្លោងពេលណាហាក់ដូចជាមានអ្វីមួយមកបិទបាំងអញ្ចឹងមានពេលមួយគ្រាប់បែកនឹងកំភ្លើងមួយនឹងយន្តហោះមកខិតគិចូលខ្លួនរបស់គាត់ប៉ុន្តែវាបានកិច្ចចេញពីខ្លួនរបស់គាត់ភ្លាមតែម្ដងហាក់ដូចជាមានអ្វីមួយមកចាប់គ្រាប់បែកឬមួយគ្រាប់កំភ្លើងនឹងក៏បោះវិសពីគាត់អញ្ចឹងបើក្នុងគំនិតរបស់គាត់គាត់ថាគាត់មិនរស់នោះទេដោយសារតែយន្តហោះគឺទម្លាក់មកគឺនៅលើជំរុំរបស់គាត់ដែលគាត់កំពុងតែឈរជើងតែម្ដងច័ន្ទក៏មានអារម្មណ៍ថាភ័យយ៉ាងខ្លាំងក៏លើកដៃបន់ស្រន់ពីគុណពុកគុណម៉ែអាពេលធ្លាក់មកដល់ចិត្តដល់គាត់គ្រាប់នោះដូចមានអ្វីមួយបានចាប់មកបង្វិសឲ្យឆ្ងាយអញ្ចឹង
គឺផ្ទុះគៀនគាត់ទេតែឲ្យរងគ្រោះគឺអត់មានទេហើយទៅប៉ះនឹងដើមឈើមួយដើមនៅក្បែរនោះទាហានថៃដែលឃើញហេតុការណ៍នេះបានភ័យខ្លាចហើយចាប់ផ្ដើមផ្អើលនឹងនិយាយគ្នាថាទាហានខ្មែរម្នាក់នេះប្រហែលជាមានអាគមគាថានៅក្នុងខ្លួនប្រកបណាស់យើងបាញ់ទៅគឺមិនត្រូវនោះឡើយដូចមានអ្វីមួយចាប់ឲ្យជិះអញ្ចឹងឬមួយជាអំណាចអ្វីមួយដែលការពារខ្លួនរបស់គេនេះជាសម្ដីរបស់ខាងកងទ័ពថៃដែលនៅជួរមុខដូចគ្នាគឺមើលគ្នាឃើញតែម្ដងពេលដែលទាហានថៃបានបាញ់ស្រោចមកលើទាហានខ្មែរហាក់ដូចជាគ្រាប់ទាំងនោះមិនផ្ទុះឲ្យសោះពួកគេហៅចាន់ថាទាហានអស្ចារ្យសំបីតែគ្រាប់កំភ្លើងហាក់ដូចជាមិនប៉ះខ្លួនរបស់គាត់នឹងការពារខ្លួនរបស់គាត់នោះឡើយគោលដៅដល់ឪពុកម្ដាយនៅចន្លោះការប្រយុទ្ធចាំមិនដែលភ្លេចគុណឪពុកនិងម្ដាយរបស់គាត់ឡើយរាល់លើកគាត់រួចផុតពីគ្រោះថ្នាក់រហូតគាត់តែងតែលើកដៃនិងប្រណម្យហើយក៏អរគុណដល់ខ្សែចង្កេះរបស់គាត់ជាបារមីដែលអស្ចារ្យពីសង្គ្រាមសង់នៅខាងបាត់ដំបងនឹងការបួងសួងរបស់ឪពុកនិងម្ដាយគាត់ជឿជាក់ថាបារមីខ្សែចង្កេះនេះគឺជាលទ្ធផលនៃក្តីស្រឡាញ់របស់ពួកគាត់នឹងការយកចិត្តទុកដាក់ជាមួយឪពុកម្ដាយចំពោះគាត់នៅថ្ងៃមួយលក្ខណៈពេលដែលកំពុងតែប្រយុទ្ធយ៉ាងស្វិតស្វែងចាន់បានត្រូវគ្រាប់កំភ្លើងមួយគ្រាប់បាញ់ចំគ្រាប់កំភ្លើងនោះមកជិតខ្លួនរបស់គាត់ហើយគាត់គិតថានេះជាឱកាសចុងក្រោយរបស់គាត់ហើយប៉ុន្តែអ្វីដែលគេកើតឡើងគឺគ្រាប់នោះមិនបានប៉ះលើខ្លួនរបស់គាត់នោះទេនឹងខ្សែចង្កេះហើយក៏ធ្លាក់ចុះទៅលើដីតែម្ដងដោយការបួងសួងនិងប្រសិទ្ធិរបស់ព្រះសង្ឃមិនអាចប៉ះពាល់ទៅដល់ច័ន្ទមានអារម្មណ៍ថាមានអំណាចអ្វីមួយកំពុងតែមកឃុំក្រងគាត់និងការពារគាត់ឲ្យគាត់រួចផុតជាច្រើនលើកជាច្រើនសារគាត់បាននិយាយថាបើសិនជាមិនបានខ្សែចង្កេះគឺមួយគុណឪពុកម្ដាយរបស់គាត់បាត់បង់អាយុជីវិតតាំងពីមុនដំបូងម្លេះជាច្រើនលើកជាច្រើនសារគឺពេលគ្រាប់មកដល់គាត់គឺមិនផ្ទុះនោះឡើយពេលខ្លះបុកទៅលើដើមឈើពេចទៅដើមឈើវិញអញ្ចឹងទៅហើយគាត់កាន់តែមានជំនឿលើខ្សែចង្កេះនេះច័ន្ទក៏បានបោកបាញ់ដោយថៃនៅជួរមុខទីបំផុតមាតុភូមិនៅតំបន់ព្រះវិហារក៏បានស្ងប់ស្ងាត់ច័ន្ទក៏បានរួចផុតពីមាតុភូមិដល់កាយសាហាវនោះដោយគ្មានរងរបួសនិងធ្ងន់នោះទេគាត់បានត្រឡប់មកភូមិវិញហើយនាំយករឿងរ៉ាវនៃបារមីខ្សែចង្កេះនេះមកប្រាប់អ្នកភូមិគ្រប់គ្នាតែម្ដងឪពុកម្ដាយរបស់គាត់មានអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងនិងមានគុណចំពោះបារមីខ្សែចង្កេះដែលបានការពារកូនប្រុសរបស់ពួកគាត់ច័ន្ទបានសម្រេចចិត្តរក្សាខ្សែចង្កេះនេះ
ទុកជាប្រវត្តិសាស្ត្រនិងប្រសិទ្ធិដល់ខ្ពង់ខ្ពស់នឹងរឿងរ៉ាវនេះទៅកាន់កូនចៅរបស់ពួកគាត់បានបង្រៀនពួកគេឲ្យគោរពទៅដល់គុណឪពុកម្ដាយនិងជឿជាក់ទៅលើបារមីនៃជំនឿនិងសេចក្តីស្រឡាញ់រឿងរ៉ាវនេះបានคล้ายជារឿងព្រេងដល់អាចារ្យតែច័ន្ទពេលដែលគាត់ច្បាំងរួចផុតសពគ្រប់ប្រទេសគឺមានសេចក្តីសុខឡើងវិញគាត់បាននិយាយរឿងរ៉ាវគាត់ហ្នឹងក៏ទៅត្រឡប់មកវិញថាពេលដែលខ្ញុំកំពុងតែច្បាំងគ្នាជាមួយកងទ័ពសៀមហាក់ដូចជាមានអ្វីមួយមកឃុំក្រងរបស់គាត់អញ្ចឹងបើមិនដូច្នេះទេគាត់ស្លាប់តាំងពីមុនដំបូងពេលក្របបាញ់មកពេលខ្លះចំដើមឈើហើយក្របបែកពេលទម្លាក់មកពីលើគឺអត់ផ្ទុះនោះទេធ្លាក់នៅដីតែម្ដងធ្វើឲ្យច័ន្ទជឿជាក់ថាខ្សែចង្កេះនេះប្រកាសជាជួយគាត់ហើយចំណែកកងទ័ពខ្មែរផ្សេងទៀតក៏មានខ្សែចង្កេះដូចគ្នាទេអ្នកខ្លះក៏មានអ្នកខ្លះក៏មិនមានចំណែកអ្នកខ្លះទៀតក៏រងរបួសជាច្រើនអ្នកចំណែកអ្នកខ្លះទៀតក៏បាត់បង់អាយុជីវិតនៅលើទឹកដីមាតុភូមិរបស់យើងដោយសារការតទល់គ្នាទៅវិញទៅមកនៅលើប្រាសាទព្រះវិហារឆ្នាំ2011យើងបានច្បាំងសពគ្រប់បែបយ៉ាងក្តៅកគុកតាមជំរុំនីមួយគឺបាញ់ខ្ទេចទីអស់ទៅហើយមិនសល់ជំរុំនោះទេតាំងពីតែឥឡូវយើងបានធ្វើជំរុំថ្មីគឺវាបានស្ងប់ស្ងាត់រហូតមកដល់2025នេះទៀតទាហានថៃក៏បានវាយលុកសារជាថ្មីអញ្ចឹងបានថាថៃវាចង់បានតែទឹកដីរបស់យើងថៃវាឈ្លានពានវាមិនខ្លាចលអាពីកងទ័ពខ្មែររបស់យើងវាថាទឹកដីរបស់យើងគឺជាទឹកដីរបស់វាហើយវាថាប្រាសាទរបស់យើងគឺជាប្រាសាទរបស់វាបើវានិយាយបែបហ្នឹងមានអ្វីអះអាងអត់វាអត់មានអ្វីដែលអះអាងទេពេលដែលយើងឡើងទៅលើអន្តរជាតិយើងណាត់គ្នាទៅប្រជុំដល់ថ្នាក់លើតើមានអវត្តមានថៃទៅអត់គឺអត់មានទេដោយសារតែវាគ្មានជាផុសតាងបើផុសតាងមានតែវាសរសេរដៃតែប៉ុណ្្នឹងអញ្ចឹងបានវាមិនហ៊ានឡើងទៅលើវាបាននិយាយចោទមកយើងថាយើងមួយម៉ាត់ឡើងទៅលើសម័យនេះហើយគេមិនបបបាញ់គ្នាទៀតទេឲ្យប្រទេសមានសុខសន្តិភាពឡើងវិញសង្គ្រាមយើងកើត